Bạn trên tôi nhưng bạn xongជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំសូមណែនាំអំពីការធ្វើកម្រង project Scratch មួយសម្រាប់ការប្រឡងពាក់កណ្ដាលឆមាសអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី project តូចមួយផងខ្ញុំដែលមានឈ្មោះថាប្រជាប្រែកាយអញ្ចឹងតាមការណែនាំនៅក្នុងវីដេអូនេះគឺលោកគ្រូបានណែនាំឲ្យបង្កើតអំពី topic ជា free topic មួយដោយប្រើថ្នា Scratch ហើយទី2គឺថតវីដេអូណែនាំទៅកាន់លោកគ្រូហើយទី3គឺ share ចូលទៅក្នុង studio អញ្ចឹងនៅក្នុង Scratch របស់ខ្ញុំនេះយើងឃើញជាដំបូងឡើយគឺយើងត្រូវបង្កើតនៅ my block មួយដែល my block ហ្នឹងមានន័យថាយើងអាចបង្កើតនៅសកម្មភាពឬក៏យើងចងសកម្មភាពជាដុំដើម្បីងាយស្រួលឲ្យវាខ្លីងាយយល់ងាយចាំដោយយើងមិនបាច់ទៅសេកូដដែលរីកដដែលទេអញ្ចឹងនៅក្នុងproject ប្រជាប្រែកាយរបស់ខ្ញុំនេះខ្ញុំបានបង្កើតទៅជាblock ចំនួន3ដែល block ទី1គឺខ្ញុំបង្កើតអំពីសកម្មភាពហើរអញ្ចឹងនៅក្នុងសកម្មភាពហើរនេះតើឲ្យបញ្ជានឹងវាហើរប្រមាណដងអីចឹងទៅហើយទី2គឺរយៈពេលនៃការបំបាំងកាយគឺជា block ទី2នៅចំកណ្ដាលនេះហើយទី3គឺប្រែកាយអញ្ចឹងតើទំហំប្រែកាយហ្នឹងយើងចង់បានប៉ុណ្ណាអញ្ចឹងខ្ញុំមានកំណត់3ហ្នឹងគឺបង្កើតជា my block 1ហើយដើម្បីធ្វើសកម្មភាពហើរបានអញ្ចឹងដើម្បីឲ្យហើរបានទៅតាមចំនួនដងដែល user ឬក៏អ្នកប្រើប្រាស់កម្មវិធី Scratch ហ្នឹងគាត់ចង់បញ្ចូលអញ្ចឹងយើងនឹកឃើញយើងត្រូវប្រើប្រភេទ category គឺ control គឺយើងប្រើ repeat អញ្ចឹងកន្លែងនេះបើសិនជាសកម្មភាពហើរគាត់បញ្ចូល5ដងមានន័យថាប្រជានេះនឹងហើរចំនួន5ដងអញ្ចឹងដើម្បីឲ្យមានសកម្មភាពហើរហើយដើម្បីឲ្យប្រជានេះវាប្រែកាយគឺយើងត្រូវប្រើ block ប្រភេទ category នៃ custom ដែលយើងបានរៀនរួចហើយនោះដល់ពេលដែលយើងប្រើនេះទៅគឺប្រជានឹងផ្លាស់ប្ដូររូបរាងដោយស្វ័យប្រវត្តិហើយបន្តមកទៀតគឺខ្ញុំបានប្រើ if on add និង bound នេះគឺដើម្បីឲ្យប្រជាពេលដែលគាត់ហើរទៅប៉ះនឹងជ្រុងឬក៏ផ្ទៃនៃ stage ឆាកនេះគឺគាត់នឹងត្រឡប់មកវិញហើយ go to random position អញ្ចឹងមានន័យថាប្រជានេះគឺអាចហើរទៅគ្រប់ទីកន្លែងគឺជា random មានន័យថាចៃដន្យអញ្ចឹងទៅទីតាំងដែលចៃដន្យហើយបន្តមកទៀតគឺខ្ញុំបានប្រើ set rotate style យើងប្រើនេះគឺដើម្បីឲ្យប្រជានេះវាហើរពីឆ្វេងទៅស្ដាំមកឆ្វេងដើម្បីឲ្យវាមើលទៅគឺវាទំនងដូចទៅនឹងប្រជាពិតហើយនៅក្នុងម្ដុំ repeat នេះគឺយើងបង្កើតបានជាសកម្មភាពហើរមួយហើយអញ្ចឹងចូលទៅ block មួយទៀតអញ្ចឹង block មួយទៀតដើម្បីបំបាំងកាយទៅតាមនាទីដែល user គាត់ចង់បានអញ្ចឹងយើងត្រូវប្រើ repeat មួយទៀតសម្រាប់បំបាំងកាយហើយបំបាំងកាយនេះយើងបំបាំងកាយមានន័យថាបាត់ខ្លួនអញ្ចឹងបើបាត់ខ្លួនយើងត្រូវមកមើលកន្លែងលុបនេះអញ្ចឹងយើងឃើញមានពាក្យ high ហើយនឹង so អញ្ចឹងនៅពេល high មានន័យថាតួអង្គប្រជានេះនឹងបាត់ខ្លួនបាទហើយខ្ញុំប្រើនេះ wait នេះដើម្បីឲ្យសកម្មភាពនឹងបាត់ប្រមាណនាទីសកម្មភាពដែលគាត់បំបាំងកាយហ្នឹងគឺខ្ញុំដាក់5 second អញ្ចឹងមានន័យថា5វិនាទី
ហើយបន្តមកទៀតដើម្បីឲ្យការបង្កាយហ្នឹងវាមើលទៅវាល្អមើលខ្ញុំក៏ថែម sound play sound គឺ O នេះសត្វទីទុយនេះអញ្ចឹងមានន័យថាពេលបង្កាយទៅវានឹងឮសំឡេងស្រែកហើយបន្ទាប់ពី high បាត់ខ្លួនមានន័យថាបន្ទាប់ពីបាត់ខ្លួនមកគឺត្រូវបង្ហាញខ្លួនអញ្ចឹងយើងត្រូវនឹកឃើញសកម្មភាព so អញ្ចឹងយើងត្រូវយកនេះ block code so នេះយកមកដាក់នៅក្នុងដុំ repeat ហ្នឹងហើយដូចគ្នាដែរគឺ repeat ចុងក្រោយនេះគឺ repeat ប្រែកាយមានន័យថាបើសិនជាទំហំប្រែកាយ user បញ្ចូលទំហំ230អញ្ចឹងបញ្ជានឹងរីកមាឌឬក៏រីករូបរាងតាមអ្វីដែល user បានបញ្ចូលអញ្ចឹងនៅក្នុងនេះខ្ញុំបានដាក់ set size to ទំហំប្រែកាយអញ្ចឹងបើសិនជា user បញ្ចូល230អញ្ចឹងកន្លែងនេះគឺនឹងចូលមក230ដែរហើយនៅក្នុងកន្លែងនេះទៀតគឺខ្ញុំបាន set color ហើយខ្ញុំដាក់ effect ព្រឹម25ទេបន្ទាប់ពីយើងបានបង្កើត block រួចរាល់ហើយយើងមកបង្កើត tool ឬក៏ function សម្រាប់សួរទៅ user វិញម្ដងដើម្បីឲ្យគាត់មានកន្លែងដែលបញ្ចូលអ្វីដែលគាត់ចង់បញ្ជាឬក៏បញ្ចូលលេខដូចជាសកម្មភាពហើរយៈពេលបំបាំងកាយហើយនឹងទំហំប្រែកាយអញ្ចឹងទៅអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំដាក់អានេះដើមគេនេះ switch custom to bed a នេះដើម្បីនៅពេលដែលយើងคลิกចាប់ដើមគឺសកម្មភាពរបស់បញ្ជានឹងនឹងរត់ទៅរូបរាងដើមដំបូងគឺ bed a មានន័យថាបញ្ជាដើមរូបរាងទី1នេះគឺតដាងស្លាបចា៎អញ្ចឹងបន្ទាប់មកគឺយើងដើម្បីឲ្យសួរ user បានយើងមិនត្រូវប្រើ block code as អញ្ចឹងយើងយក as នេះមកដាក់មកតទៅពី as ហើយយើងមិនអាចប្រើ answer នេះដោយផ្ទាល់បានទេគឺយើងត្រូវប្រើ variable នេះនៅក្នុង variable នេះខ្ញុំប្រើអថេចំនួន3ទី1គឺទុកនៅសកម្មភាពហើរទី2បំបង្កាយហើយទី3គឺទំហំប្រែកាយយើងស្តុកតម្លៃនេះដើម្បីងាយស្រួលទាញយកមកប្រើប្រាស់អញ្ចឹងនេះខ្ញុំដាក់ set សកម្មភាពហើរ to answer បន្ទាប់ពីសួរពីសកម្មភាពហើររួចគឺយើងមានសកម្មភាពមួយទៀតគឺបំបង្កាយប្រមាណនាទីអញ្ចឹងកន្លែងនេះគឺវាស្តុកតម្លៃដូចគ្នានឹងអញ្ចឹងអថេយើងមាន3អញ្ចឹងចំនួនសួរទៅកាន់ user របស់យើង block code នេះក៏យើងសួរទៅគាត់3សំណួរដែរបន្ទាប់ពីបានទិន្នន័យពី user គាត់បញ្ចូលហើយនេះគឺយើងនឹងទាញយកសកម្មភាពហើរតម្លៃអថេនៅក្នុង variable ដែលយើងបានផ្ទុកហ្នឹងគឺយើងយកមកដាក់នៅក្នុងសកម្មភាពទី1គឺសកម្មភាពហើរសកម្មភាពទី2បំបង្កាយហើយនឹងទំហំប្រែកាយហើយនេះខ្ញុំឃើញខ្ញុំដាក់ broadcast message 1នេះមានន័យថាយើងធ្វើការផ្សព្វផ្សាយឬក៏ចែកចាយទៅឲ្យតួអង្គមួយទៀតដោយយើងក៏លេខឃើញក្នុង stage chat នេះគឺមានតួអង្គ2អញ្ចឹងនៅពេលដែលយើងធ្វើ broadcast message 1នេះយើងបញ្ជូនសារទៅកាន់ភាគី block តួអង្គមួយទៀតគឺតួអង្គត្រីនេះគាត់នឹងដឹងអញ្ចឹងបន្ទាប់ពីគាត់នឹងដឹងរួចគាត់នឹងធ្វើសកម្មភាពហែលដែរតែយើងក៏លេខមើលនេះសិនអញ្ចឹងនៅក្នុងតួអង្គនេះនៅពេលដែលគាត់ broadcast message 1រួចហើយតួអង្គខ្លួនឯងផ្ទាល់នេះក៏គាត់ទទួលបានព័ត៌មានពី message 1នឹងដែរអញ្ចឹងនៅពេលដែលវាទទួលបានពីទិន្នន័យពី user បញ្ចូលមករួចគឺវានឹងចាប់ផ្ដើម move សកម្មភាពនេះ move អញ្ចឹងមានន័យថាកន្លែងនេះមានន័យថាពេលដែលវាទទួលបានទិន្នន័យពី user បញ្ចូលហើយវានឹងបន្ត move នៅក្នុងទឹកសមុទ្រនឹងទៀត
anh ấy cứ chia lẹt nào xe này project của nhóm đài chẳng nhóm đại vía mũ đọc step hai vía plap đô rụp riêngใน custom tiền chẳng vía plap đô pi bị chiều A ទៅ bị chiều B bị chiều B ទៅ bị chiều C រហូតដល់ក្តាមអីចឹងទៅខ្ញុំដាក់មានរូបរាងក្តាមដែរហើយចំណុចកន្លែងនេះគឺយើងធ្វើការ broadcast message to ទៅដើម្បីឲ្យភាគីតួអង្គផ្សេងទៀតគាត់ទទួលដំណឹងហើយគាត់ធ្វើសកម្មភាពដំណើរការកូដនោះម្ដងអញ្ចឹងយើងទៅមើលសកម្មភាពផងតួអង្គទី2គឺតួអង្គត្រីអញ្ចឹងនេះនៅពេលដែល user ក៏បានបញ្ចូលទៅនេះខ្ញុំប្រើ block code when I receive message 1អញ្ចឹងនៅពេលនេះគាត់ដឹងដំណឹងថាបញ្ជានេះមានរូបរាងបានសកម្មភាពហើរបំផាំងកាយអីរួចរាល់ហើយគាត់នឹងធ្វើហើរក្នុងទឹកសមុទ្រហ្នឹងហើយអញ្ចឹងត្រីនៅពេលដែលគាត់ឮ message សារគេជូនដំណឹងពីតួអង្គបញ្ជាទី1នេះរួចគាត់នឹងធ្វើសកម្មភាពធ្វើចលនាដែរនេះមានន័យថាគាត់ហែលអីចឹងទៅហើយនេះទើបខ្ញុំដាក់សកម្មភាព move ហើយបើសិនជាហែលទៅគាត់ទៅនឹងឆាកឬក៏ផ្ទៃរបស់គាត់នេះគាត់នឹងត្រឡប់មកវិញដើម្បីឲ្យវាដូច real life ទៅនឹងត្រីយើងជាក់ស្ដែងពិតហើយក៏ខ្ញុំដាក់នៃ custom នេះដើម្បីឲ្យគាត់ប្រែកាយផ្លាស់ប្ដូររូបរាងដូចទៅនឹងបជាវដែរហើយគាត់ធ្វើការ broadcast message របស់គាត់នេះដែរអញ្ចឹងបច្ចេករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយដើម្បីឲ្យយើងដឹងថាកូដនឹងវាដំណើរការមិនយើងនឹងសាកល្បងបញ្ចូលធ្វើជា user នេះទាំងអស់គ្នាឥឡូវនេះខ្ញុំចង់បញ្ចូលតើអ្នកចង់ឲ្យវាហើរប៉ុន្មានដងអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យវាហើរចំនួន200ដងបាទ200ដងអញ្ចឹងមានន័យថាបជាវនឹងវាហើរធ្វើសកម្មភាព200ដងបានវាឈប់បន្តមកទៀតនេះបជាវសួរថាតើអ្នកចង់បំបង្កាយប៉ុន្មាននាទីអញ្ចឹងខ្ញុំអត់ដាក់ឲ្យវាចាំយូរទេយើងដាក់ព្រមតែ1នាទីអីទៅបានហើយអញ្ចឹងយើងចូលលេខ1មកគឺស្មើនឹងបាទហើយតើយើងចង់បានទំហំប្រែកាយប៉ុណ្ណាអញ្ចឹងបើសិនជា user គាត់ចង់បានទំហំប្រែកាយគាត់ដាក់ឥឡូវខ្ញុំដាក់100ទំហំរូបរាងប្រែកាយហ្នឹង100ចុងឥឡូវយើងសាកល្បងនេះបាទនេះគឺវាហើរតតែគ្រប់ចំនួនដងដែលយើងបញ្ចូលបាទនេះគឺជាគម្រោងនៅក្នុង stage ជាក់ស្ដែងដែលបានអនុវត្តចេញពីកូដដែលខ្ញុំបានចងក្រងគឺមានតែប៉ុណ្្នឹងលោកគ្រូបាទនេះគឺវានេះឃើញសកម្មភាពវាប្រែកាយវាបដូរ custom ពីបជាវ A បជាវ B បជាវ C បជាវ D ហើយចូលដល់ក្តាមហើយខាងត្រីនោះក៏វាដូររូបរាងដែរអញ្ចឹងគម្រោងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្រូដែលបានចូលទស្សនាបច្ចេករបស់ខ្ញុំ